et bienvenue dans Français Zéro Stress. Prends un moment et comprends facilement. សួស្តីបងប្អូនសិស្សានុសិស្សនិស្សិតទាំងអស់គ្នាស្វាគមន៍មកកាន់ Français Zéro Stress នេះគឺជាកាផ្ស៊ុលវីដេអូដែលយើងចែកចម្លែកការរៀនភាសាបារាំងបាទហើយនេះគឺជាវីដេអូទីវីដេអូខ្លីៗដើម្បីបងប្អូនទាំងអស់គ្នារៀនស្រាវជ្រាវដឹងអំពីមូលដ្ឋានគ្រឹះនៃភាសាបារាំងជាមួយពួកយើងចាប់ពីវគ្គ1នេះរហូតដល់វគ្គបន្តទៀតអូខេ Maintenant c'est parti តោះយើងទៅមើលវីដេអូថ្ងៃនេះទាំងអស់គ្នា Donc la leçon aujourd'hui porte sur construire une phrase en français ថ្ងៃនេះយើងនឹងរៀនអំពីរបៀបឬក៏មូលដ្ឋានគ្រឹះនៅក្នុងសំណង់ប្រយោគភាសាបារាំងតើភាសាបារាំងគេសរសេរឃ្លាមួយហ្នឹងមានធាតុផ្សំអីខ្លះអូខេវត្ថុបំណងនៃមេរៀននេះគឺអ្នកទាំងអស់គ្នានឹងអាច reconnaître une phrase simple en français ស្គាល់ថាអីទៅគឺជាកិរិយាសព្ទសំទោសជាឃ្លាសាមញ្ញនៅក្នុងភាសាបារាំង identifier les éléments de base sujet verbe complément ស្គាល់ឬក៏បង្ហាញឲ្យដឹងអំពីអីទៅជា sujet អីទៅជាកិរិយាសព្ទហើយនឹងកម្មបត្តិតោះមកគឺអ្នកនេះអាច distinguer les 4 types de verbe អាចបែងចែកបាននៅឃ្លាប្រភេទឃ្លាទាំង4នៃភាសាបារាំងឃ្លាស្រប affirmative negative ឃ្លាបដិសេធ interrogative ប្រយោគសំណួរហើយនឹងប្រយោគ exclamative បាទតោះយើងទៅទៀតឥឡូវយើងមកឆ្លើយនៅសំណួរទាំងអស់គ្នា Qu'est-ce qu'une phrase តើអ្វីទៅជាឃ្លាអ្នកនេះសាកគិតមើលមួយផ្លែទៅបន្ទាប់មកខ្ញុំនឹងបង្ហាញចម្លើយអូខេបាទឥឡូវយើងមកមើលចម្លើយទាំងអស់គ្នា Une phrase c'est une idée complète មែនទេទាំងអស់គ្នាឃ្លាមួយគឺជាឃ្លាដែលមានគំនិតណាបានន័យថាយើងយល់បានពេញលេញនៅគំនិតនៃឃ្លាហ្នឹងហើយគឺជា une phrase បាទនេះ par exemple elle commence par une majuscule et se termine par un point វាចាប់ផ្ដើមដោយ majuscule គឺអក្សរធំមួយហើយបញ្ចប់ដោយអាងពាន់ដោយភាសាយើងខ្មែរយើងអញ្ចឹងគឺបញ្ចប់ដោយសញ្ញាខណ្ឌឬក៏ភាសាបារាំងគឺបញ្ចប់ដោយសញ្ញាចុចរបៀបតោះនឹងអរគ្នាបងតោះឥឡូវយើងទៅមុខទៀតយើងមើលឧទាហរណ៍ Je mange une pomme point ensuite elle écoute de la musique bon នេះគឺជាឃ្លាទី1ខ្ញុំញ៉ាំប៉ោមឃ្លាទី2នាងស្ដាប់តន្ត្រីបាទនេះឥឡូវយើងមកមើលslide បន្តទៀតបាទ une phrase តើមានអីខ្លះណាគឺទី1គឺ sujet ប្រធានជាអ្នកធ្វើអំពើតែក៏ឧទាហរណ៍នៅក្នុងនេះគឺប្រធានគឺពោលគឺជា sujet គឺជាប្រធានបន្ទាប់មកយើងមាន verb ដែលបន្ទាប់ពីប្រធានមកគឺយើងមាន verb កិរិយាសព្ទដែលធ្វើសកម្មភាពឧទាហរណ៍ពោល mange ហ្នឹងមកពី verb manger ញ៉ាំតោះនេះបាទអញ្ចឹងពោលគឺជា sujet ប្រធានបន្ទាប់មកយើងមានកិរិយាសព្ទគឺ mange តោះនេះហើយបន្ទាប់ពី manger តើយើងមានអីទៀតយើងទៅមើលទាំងអស់គ្នាបាទគឺ complément នឹងអាចឆ្លើយបាននឹងសំណួរ quoi où quand comment ឡាអញ្ចឹងណា complément អីគេ complément គឺជាកម្មបត្តិឥឡូវយើងមកមើលឃ្លាទាំងអស់គ្នា Paul mange une pomme ឃើញទេ une pomme នេះគឺជាកម្មបត្តិបានន័យថាប្រធានជាអ្នកធ្វើអំពើកិរិយាសព្ទតមកគឺ une pomme គឺជាកម្មបត្តិចឹងប្រធានមានអំពើមកលើកម្មបត្តិដោយភាសាខ្មែរយើងចឹងអ្នកនរគ្នាហើយកុំភ្លេចថាពាន់គឺសំខាន់ណាស់សម្រាប់ការបញ្ចប់នៃឃ្លានីមួយតែក៏ Paul mange une pomme ចឹងយើងចាប់បានហើយថានៅក្នុងឃ្លាមួយគឺមាន sujet verb complément ប្រធានកិរិយាសព្ទហើយនឹងកម្មបត្តិអូខេ
Bon ឥឡូវយើងមកមើល clear ទាំង4ជាភាសាបារាំងនៅក្នុងភាសាបារាំងតើមានអីខ្លះតែដោយភាសាខ្មែរយើងអត់ clear ទី1 phrase affirmative ប្រយោគស្រោ je parle français sujet verbe complément je parle français គឺជា clear ស្រោពេលដែលវាបញ្ចប់ទៅដោយសញ្ញាចុច ensuite phrase négative clear négative បាទបដិសេធ je ne parle pas espagnol ឃើញទេនៅចន្លោះកិរិយាសព្ទគឺយើងឃើញអីគេឃើញមានធាតុ2ទី1គឺ ne ហើយនឹង pas d'accord je ne parle pas espagnol បាទហ្នឹងហើយគឺជារបៀបសម្គាល់ថាវាគឺជា clear negative តមក phrase interrogative ប្រយោគសំណួរគឺយើងមានពាក្យសំណួរមួយដែលចាប់ផ្ដើមដោយ est-ce que ហើយបើយើងអត់ស្គាល់ពាក្យសំណួរនោះទេយើងចង់មើល clear នឹងថាមិនទៅប្រយោគសំណួរយើងមើលតែមួយទេគឺសញ្ញាសួរនៅចុងក្រោយនេះពង interrogative ណា est-ce qu'il pleut ហើយយើងតម្លើងកតុយសំឡេងតម្លើងសំឡេងនៅខាងចុងកតុយដូចភាសាខ្មែរយើងចឹងបាទលើចុងក្រោយ phrase exclamative បាទប្រយោគ surprise ឬភ្ញាក់ផ្អើល quel temps magnifique ឃើញទេបាទភាគច្រើនប្រយោគដែលជា phrase exclamative នោះវាចាប់ផ្ដើមដោយ quel ហើយបូកនាមឬក៏បូក adjective ចឹងទៅណាបាទហើយអ្វីដែលសំខាន់គឺយើងឃើញសញ្ញាឧទាននៅខាងចុង quel temps magnifique quelle belle fille d'accord បាទចឹងទៅបងអ្នកទាំងអស់គ្នាឥឡូវយើងមកមើលសង្ខេបចុងក្រោយគឺអកត្រឹសរបស់ phrase មួយគឺមាន sujet verbe complément ដូចខ្ញុំនិយាយមកអញ្ចឹងឧទាហរណ៍ Marie regarde la télévision voilà c'est facile អ្នកនរគ្នាអាចរៀនសរសេរ clear ដោយខ្លួនឯងទៅដោយស្គាល់កិរិយាសព្ទណាមួយយកមកដាក់តាម sujet verbe complément អញ្ចឹងមកប៉ុន្តែសំខាន់គឺភាសាបារាំងគឺគេត្រូវ conjugate ដោយ verbe បំបែកកិរិយាសព្ទណាចឹងយើងចាំមើលមេរៀនក្រោយៗទៀតរបៀបមេបំបែកកិរិយាសព្ទហ្នឹងឥឡូវយើងទៅមុខទៀតអ្នកទាំងអស់គ្នាយើងមាន quiz តូចមួយអ្នកទាំងអស់គ្នាជ្រើសរើស sélectionne la bonne phrase ចុច stop បន្តិចទៅហើយរើសមកមួយណាគឺជា clear ដែលត្រឹមត្រូវ je des pâtes mange je mange des pâtes ឬក៏ des pâtes je mange la bonne réponse est je mange des pâtes ok voilà correct très bien Merci beaucoup អរគុណច្រើនឥឡូវអ្នកនរគ្នាបានយល់ហើយថាអ្វីទៅគឺជា clear បាទនៅក្នុងមេរៀននេះយើងមានតែប៉ុណ្្នឹងទេយើងមានអីច្រើនទេជួបគ្នានៅ capsule vidéo ក្រោយជាមួយ Français Zero Stress ហើយក៏អរគុណដល់ tous à l'école និង École des filles Happy Janara pour soutenir ce projet Merci au revoir